មានដែលចាប់អារម្មណ៍មកថាយើងទាំងអស់គ្នានេះរស់នៅក្នុងក្បាលរបស់ខ្លួនឯងដែលជាទូទៅពេលខ្លះអត់ដែលចាប់អារម្មណ៍បរិយាកាសនៅជុំវិញខ្លួនឯងទេជិះម៉ូតូទៅណាមកណាពេលខ្លះអារម្មណ៍យើងគឺនៅក្នុងខួរក្បាលរបស់យើងទេកំពុងតែគិតឬក៏សម័យពីរឿងនេះពីរឿងនោះចឹងតែជាពិសេសសម័យរឿងឆ្លោះគ្នាតាំងពីណាតាំងពីណីមកឱកាសនេះគឺជាឱកាសល្អហើយបាទគឺក្នុងការសើរើរឿងក្តីឡើងវិញណាគឺពេលជិះម៉ូតូឬក៏បើកឡាននេះឯងអូអញត្រូវចេះអញត្រូវចុះគេមិនសមធ្វើអញ្ចឹងដែរអញទេឆ្ងាយតែត្រង់ថាគិតខ្លួនឯងគ្រប់គ្រងខ្លួនឯងហើយដើរតួសម្ដែងផងធ្វើជាទស្សនិកជនផងអូអាណិតខ្លួនឯងណាអញ្ចឹងអារឿងទាំងអស់នេះហើយដែលជាអ្វីមួយដែលគេសំដៅទៅលើនៅពេលដែលគេនិយាយពាក្យថារស់នៅក្នុងក្បាលរបស់ខ្លួនឯងឬក៏ភាសាអង់គ្លេសគេហៅថា live inside the head ហើយវាមិនមែនកើតឡើងតែទៅពេលជិះម៉ូតូឬក៏បើកឡានទេវាកើតឡើងសឹងតែគ្រប់ពេលងូតទឹកដុសធ្មេញមុនរៀបគេងញ៉ាំបាយហើយអ្នកខ្លះធ្ងន់ធ្ងរជាងនឹងទៅទៀតគឺដល់ថ្នាក់ថាខ្លួននេះធ្វើការងារផ្សេងតែហើយក្បាលនេះគិតរឿងផ្សេងរៀននោះអារម្មណ៍អត់នៅក្នុងខ្លួនទេនៅតែគិតណាណៃឆ្កុយចឹងទៅហើយដើរលេងកំសាន្តលំហែកាយខ្លួនទៅផ្សេងទៅហើយក្បាលនេះក៏គិតរឿងផ្សេងទៅអានេះគិតមើលទៅវាមែនតើវាគឺជាហានិភ័យខ្លាំងមែនតើសូម្បីតែការងារឬក៏រឿងដែលមានតម្លៃក្នុងជីវិតរបស់យើងបែរជាអត់យកចិត្តទុកដាក់អារម្មណ៍ជាមួយនឹងវាអត់កើតដូចរឿងរៀនទាំងយើងទាំងគេដឹងទៅថាវាសំខាន់ដល់អនាគតរបស់យើងប៉ុន្តែយើងដាក់ចិត្តក្នុងការផ្ដោតអារម្មណ៍ធ្វើវាអត់បានលំហែកាយកំសាន្តអារម្មណ៍អានេះវាជាពេលវេលាដែលមានតម្លៃសម្រាប់យើងអនុស្សាវរីយ៍ល្អៗរបស់យើងនៅក្នុងជីវិតនោះគឺវានៅកន្លែងហ្នឹងឯងយើងដើរនេះគឺដើរដើម្បីឲ្យគេថា4-10ឆ្នាំទៅមុខទៀតនោះយើងនឹកឃើញអនុស្សាវរីយ៍ថាអូកាលពីមុនអញធ្លាប់មកកន្លែងនេះអញនៅចាំអារម្មណ៍ធ្លាប់ដើរកន្លែងនេះធ្លាប់ធ្វើរឿងនេះប្រហែលសប្បាយរំភើបចឹងតែឥឡូវសួរថាបើសិនជាយើងដកសតិយើងចេញនៅពេលដែលយើងទៅដើរលេងហើយយើងអត់បានផ្ដោតអារម្មណ៍យើងទៅលើបច្ចុប្បន្នកាលអីទេជីតោងហោះទៅវិញទៅមកតែខួរក្បាលនេះគិតពីរឿងម្សិលមិញគិតពីរឿងកន្លងហួសចឹងតែដល់អញ្ចឹងអត់ទទួលបាននូវភាពសប្បាយរីករាយនៅក្នុងពេលបច្ចុប្បន្ននោះទេអ្នកទាំងអស់គ្នាមានអារម្មណ៍មិននៅពេលដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងតែស្ដាយទេអានេះត្រឹមតែរឿងដើរលេងចុះបើសិនជាវាកើតឡើងនៅចំពេលដែលយើងកំពុងតែចំណាយពេលជាមួយគ្រួសាររបស់យើងវិញអារម្មណ៍របស់យើងអត់នៅក្នុងខ្លួនទេយើងអត់ផ្ដល់តម្លៃឲ្យអាពេលវេលាហ្នឹងទេហើយស្អែកឡើងស្រាប់តែយើងត្រូវធ្លាក់ខ្លួនគេងលើក្រេឬក៏សមាជិករបស់យើងគាត់ជាអ្នកធ្លាក់ខ្លួនគេងលើក្រេវិញស្ដាយក្រោយប៉ុណ្ណាហើយយើងមានឱកាសអាចធ្វើវាម្ដងទៀតបានអត់ចម្លើយនោះគឺអត់ទេពេលវេលាដែលហួសហើយយើងអាចយកវាមកត្រឡប់មកវិញទេសូម្បីតែខ្ញុំក៏គិតមិនផុតពីរឿងហ្នឹងដែរមិនមែនមានន័យថាល្អឥតខ្ចោះទេខ្ញុំ stress មករយៈចុងក្រោយនេះក៏ដោយសារតែអាការរស់នៅក្នុងខួរក្បាលខ្លួនឯងហ្នឹងឯងអញ្ចឹងហើយបាត់ខ្ញុំមករយៈនេះគឺដោយសារតែបញ្ហាហ្នឹងទើបតែប្រហែលជា2អាទិត្យមុនអីទេក្រោយដែលខ្ញុំមើលរឿង Avatar ហើយណា Avatar 3បាទ Ash and Fire ហ្នឹងខ្ញុំមានអារម្មណ៍ថាអីគេមួយចូលក្នុងខ្លួនរបស់ខ្ញុំអីទេខ្ញុំចាប់ផ្ដើមវិភាគខ្លួនឯងទៅក៏ឃើញថាអូអញ្ចឹងបានជាមួយរយៈនេះចេះតែ stress ដោយសារតែខ្ញុំរស់នៅក្នុងខួរក្បាលហ្នឹងឯងហើយក៏ទៅស្រាវជ្រាវពីអារឿងហ្នឹងទៅតាមការស្រាវជ្រាវរបស់ខ្ញុំនៅក្នុង document ខ្លះៗដែលខ្ញុំបានអានខ្ញុំចាប់អារម្មណ៍ថាការរស់នៅក្នុងបច្ចុប្បន្នឬក៏ពាក្យថាអង់គ្លេសគេហៅថា live in the present ណាគឺវាសំខាន់មែនតើវាមិនមែនតែធ្វើឲ្យយើងនឹងមិនស្ដាយក្រោយមិនមានវិបត្តិសេរីទេតែវាក៏ជាកត្តាដែលជួយឲ្យយើងនឹងអភិវឌ្ឍឲ្យយើងរីកចម្រើននិងមានសេចក្តីសុខក្នុងជីវិតរបស់យើងដែរនិយាយដល់ពាក្យថារស់នៅក្នុងបច្ចុប្បន្នឬក៏ភាសាអង់គ្លេសគេហៅថា being present ពួកយើងក៏គួរតែស្គាល់ពាក្យសំខាន់មួយដែរដែលវាពាក់ព័ន្ធនឹងគ្នាគឺ mindfulness ហើយខ្ញុំក៏តែងតែនិយាយប្រាប់នៅក្នុងវីដេអូជារឿយៗរាល់ដងដែរពាក់ព័ន្ធជាមួយនឹងពាក្យ mindfulness នេះវាមានន័យថាការរស់នៅជាមួយនឹងសតិនៅក្នុងខ្លួនរបស់យើងបើយើងចេះ mindfulness practice នេះខ្ញុំជឿថាពួកយើងនឹងដឹងពីភាពខុសគ្នារវាងពេលដែលយើងអត់តន់ចេះវានិងពេលដែលយើងចេះវាហើយអ្នកទាំងអស់គ្នានឹងមើលឃើញមកថាវ៉ាវវាជួយបន្ធូរអារម្មណ៍បានច្រើនប៉ុណ្ណាហើយការផ្ដោតអារម្មណ៍របស់យើងនោះគឺវាបានល្អខ្លាំងប៉ុណ្ណាអូខេកុំទៅបែរច្រើនចឹងឥឡូវយើងទៅចូលសាច់រឿងរបស់យើងមកទៅសំណួរសួរថា mindfulness ការរស់នៅជាមួយសតិក្នុងខ្លួននោះវាជាស្អីគេហើយវាជួយឲ្យយើងនឹងឈប់រស់នៅក្នុងក្បាលរបស់យើងនឹងតាមរបៀបណាបើតាមលោក Dr. Eric Lopez Maya អ្នកជំនាញផ្នែកចិត្តសាស្ត្រមកពីសាកលវិទ្យាល័យ Harvard University ដែលគាត់ផ្ដោតទៅលើការសិក្សាពាក់ព័ន្ធជាមួយនឹង mindfulness នេះគាត់និយាយថា mindfulness is all about experience our natural capacity to be aware of what happening right now mindfulness នេះវាសំដៅទៅលើការដែលយើងវឹកហាត់សមត្ថភាពធម្មជាតិរបស់យើងក្នុងការផ្ដោតអារម្មណ៍ទៅលើអ្វីដែលកំពុងតែកើតឡើងជុំវិញខ្លួនរបស់យើងឥឡូវនេះកំពុងតែជិះម៉ូតូមែនកំពុងតែដើរលេងមែនកំពុងនិយាយគ្នាជាមួយមិត្តភក្តិមែនបាទសប្បាយចិត្តអត់មានអារម្មណ៍មិនដែរបាទមិនមែនជិះម៉ូតូតែខ្លួនតែអារម្មណ៍នេះកំពុងតែគិតរឿងផ្សេងទៅ
ដើរលេងទៅតកាយណាហើយអារម្មណ៍នេះក៏អត់នៅក្នុងខ្លួនទៅកំពុងសម័យរឿងអីផ្សេងចឹងតែសមត្ថភាពក្នុងការផ្ដោតអារម្មណ៍ទៅលើបច្ចុប្បន្នកាលនេះហើយគឺជាអ្វីដែលទាញឲ្យយើងមករស់នៅក្នុងជីវិតគេថាជីវិតពិតប្រាកដ real life ណាមិនមែននៅក្នុងខួរក្បាលរបស់យើងទេ not inside the head ត្រូវចាំថាតែពេលណាដែលយើងអាចផ្ចង់អារម្មណ៍របស់យើងទៅលើបរិយាកាសបច្ចុប្បន្ននៅជុំវិញខ្លួនយើងកំពុងតែរស់នៅក្នុង present reality ហើយមិនមែននៅក្នុងខួរក្បាលខ្លួនឯងទេអញ្ចឹងសំណួរបន្ទាប់គឺវាច្បាស់ណាស់ថា mindfulness នេះវាជួយឲ្យយើងរស់នៅក្នុងបច្ចុប្បន្នកាលតែសួរថារស់នៅក្នុងបច្ចុប្បន្នកាលនេះវាបានអីមកវិញចម្លើយខ្លីៗងាយៗទី1វិបដិសារីដូចនិយាយខាងលើអញ្ចឹងតើតែយើងរស់នៅជាមួយនឹងសតិក្នុងពេលបច្ចុប្បន្នទើបយើងនេះមិនបណ្ដោយឲ្យពេលវេលាវាកន្លងហួសទៅដោយយើងអត់ដឹងខ្លួនសោះអាការដែលយើងរស់នៅក្នុងពេលបច្ចុប្បន្នដែលយើងអត់ aware យើងអត់មានអារម្មណ៍ក្នុងខ្លួនសោះវាធ្វើឲ្យពេលវេលានេះវាចេះតែកន្លងផុតទៅថ្ងៃណាមួយយើងនឹងមានវិបត្តិសេរីដែលយើងអត់បាន enjoy the moment ទី2នោះគឺ clarity ច្បាស់លាស់មិនសពេចសពិលកន្លែងនេះវាសំខាន់ព្រោះមានគ្នាយើងច្រើនគាត់សួរខ្ញុំណាថាធ្វើម៉េចទៅផ្ចង់អារម្មណ៍បានល្អមិនថាការរៀនសូត្រសិក្សាក្តីការងាររបបអាជីពក្តីសូម្បីតែជីវិតប្រចាំថ្ងៃយើងក៏សុទ្ធសឹងតែត្រូវការផ្ចង់អារម្មណ៍ដើម្បីធ្វើដែរប៉ុន្តែសំណួរនោះសួរថាអ្នកទាំងអស់គ្នាអាចអង្គុយ45នាទី focus ផ្ចង់អារម្មណ៍ទៅលើការងារមួយបានអត់ងាយទេមិនងាយទេត្រង់នេះហើយដែល mindfulness វាដើរតួនាទីសំខាន់មែនតើទៅវាជា general knowledge ទៅហើយនៅបរទេសណាគេក៏ដឹងដែរថាការដែលយើងប្រតិបត្តិនៅ mindfulness ក្នុងជីវិតប្រចាំថ្ងៃគឺវាជួយឲ្យការផ្ចង់អារម្មណ៍របស់យើងនឹងវាបានល្អជាងមុនការដែលយើងអង្គុយផ្ដោតទៅលើរឿងអីមួយដូចជារាងកាយរបស់យើងផ្ដោតអារម្មណ៍ទៅលើសំឡេងឬក៏ផ្ដោតអារម្មណ៍ទៅលើដង្ហើមគេហៅថា breath work ជាដើមហ្នឹងគឺសុទ្ធតែជួយឲ្យការផ្ចង់អារម្មណ៍របស់យើងបានល្អសូមបើកវងកញ្ចក់បន្តិច mindfulness នេះវាមានច្រើនទម្រង់ឲ្យតែជាសកម្មភាពដែលជំរុញឲ្យយើងផ្ដោតអារម្មណ៍ទៅលើសតិរបស់យើងអាចចាត់ទុកវាថាជា mindfulness practice ហើយសមាធិក៏ជាទម្រង់មួយនៃ mindfulness practice ដែរត្រឡប់មកវិញកាលណាដែលជីវិតប្រចាំថ្ងៃយើងមាននៅការវឹកហាត់ឲ្យចេះផ្ដោតអារម្មណ៍សមត្ថភាពក្នុងការផ្ដោតអារម្មណ៍របស់យើងក៏វាកើនទៅតាមនឹងតិចក៏ដោយច្រើនក៏ដោយពីមុនខ្ញុំធ្វើវាតែប្រហែលជា5នាទីទេមួយថ្ងៃតែខ្ញុំដឹងហ្មងថាការផ្ដោតអារម្មណ៍របស់ខ្ញុំគឺវារីកចម្រើនអ្នកទាំងអស់គ្នាគិតមើលខ្ញុំសរសេរ script ណាសម្រាប់មួយវីដេអូចំណាយពេលអត់ក្រោម4ម៉ោងទេអាហ្នឹងអត់តន់គិតពីការស្រាវជ្រាវបន្ថែមផងបាទខ្ញុំត្រូវស្រាវជ្រាវព័ត៌មានបន្ថែមទៀតហើយធ្វើការពេញម៉ោងផងធ្វើ content ផងគិតមើលទៅធ្វើមិនតាន់បើសិនជាខ្ញុំអត់មានការផ្ដោតអារម្មណ៍ខ្ពស់បើព្រលឹងយើងដកស៊ីផលិតមួយថ្ងៃតែ4ម៉ោងគឺធ្វើអត់តាន់ទេទាំងហក់ហើយអញ្ចឹងហើយបានថា mindfulness នេះវាជួយឲ្យការផ្ដោតអារម្មណ៍យើងនឹងច្បាស់មិនសពេចសពិលគេថាមួយដឹងមួយហ្មងទី3កាត់បន្ថយ stress ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាជឿឬអត់ជឿខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំជឿ 100% បាទជឿអត់សងទេបើបញ្យល់ឲ្យងាយស្រួលយល់ណាពេលអ្នកទាំងអស់គ្នាគិតច្រើនឧបមាថាគិត100រឿងអស់ពីមួយចូលមួយតាំងពីព្រឹកមកដល់ពេលល្ងាចក្បាលអ្នកទាំងអស់គ្នាគឺដឹងតែឈឺណែនហ្មងអ្នកទាំងអស់គ្នាដឹងតែចង់ឲ្យខួរក្បាលហ្នឹងវាឈប់គិតហ្មងមែនអត់រាងកាយហត់យើងអាចគេងបានតែបើខួរក្បាលហត់ហើយតែវាអត់ព្រមឈប់គិតដោយខ្លួនឯងណាលក្ខណៈយើងឈប់គិតអត់បានណាអ្នកទាំងអស់គ្នាដាក់ក្បាលដល់ខ្នើហើយក៏គេងអត់លក់ដែរធ្លាប់អត់លេងសើចណា stress បែបនេះគឺសាហាវលក្ខណៈតែយើងចង់ឈប់ក៏ឈប់អត់បានណាសួរថាហត់អត់ហត់ហើយមិនក៏មិនឈប់ខួរក្បាលវាអត់ព្រមឈប់វានៅតែគិតពីមុនឡើយខ្ញុំលេបថ្នាំងុយគេងឲ្យគេងលក់ខ្ញុំនិយាយតាមត្រង់ប៉ុន្តែអា mindfulness នេះហើយដែលវាជួយខ្ញុំវាចូលរួមចំណែកច្រើនជាងគេហើយទៅលើការអភិវឌ្ឍខួរក្បាលកាលណាដែលយើងទុកឲ្យខួរក្បាលយើងបណ្ដោយឲ្យវាគិតតាមចិត្តរបស់វាយើងរកកន្លែងឈប់អត់ឃើញទេតើតែយើងចេះគេហៅថា guide attention នាំផ្លូវនៃការផ្ដោតអារម្មណ៍របស់យើងប្រាប់វាថាណែផ្ដោតអារម្មណ៍លើដង្ហើមមើលដង្ហើមចេញមើលដង្ហើមចូលផ្ដោតអារម្មណ៍ទៅលើរាងកាយយើងតើតែអញ្ចឹងទើបយើងអាចឈប់គិតបានដល់ពេលដែលយើងផ្ដោតទៅលើរឿងទាំងអស់ហ្នឹងខួរក្បាលយើងវាអាឡ័យតែផ្ដោតដល់រឿងទាំងអស់ហ្នឹងវាអត់អាចគិតអញ្ញែញឲ្យបានទេយើងគ្រប់គ្រងវាបានអ្នកដែលធ្វើ mindfulness នេះជាប្រចាំពួកគាត់នឹងទទួលបាននៅអត្ថប្រយោជន៍មួយនេះគាត់អាចគ្រប់គ្រងការគិតរបស់គាត់បានហើយជាហេតុដែលជួយឲ្យ stress level របស់គាត់នឹងក៏ធ្លាក់ចុះទៅតាមនឹងដែរហើយអត្ថប្រយោជន៍ទី4របស់ mindfulness គឺ empathy មេត្តាធម៌ហើយការយល់ចិត្តរស់នៅជាមួយនឹងបច្ចុប្បន្នកាលក៏ជួយឲ្យមនុស្សនេះមាននៅការយល់ដឹងពីអារម្មណ៍របស់អ្នកដទៃខ្ពស់គេ improve empathy ព្រោះតើតែយើងឧស្សាហ៍រស់នៅក្នុងបច្ចុប្បន្នទើបយើងអាចចាប់អារម្មណ៍ថាអ្នកដទៃហ្នឹងគាត់កំពុងតែមានអារម្មណ៍យ៉ាងម៉េចក្នុងកំឡុងពេលបច្ចុប្បន្នហ្នឹង
ពេលខ្លះឈរនិយាយគ្នាទល់មុខតែយើងអត់ដែលផ្ដោតអារម្មណ៍ទៅដៃគូយើងមកខាងទៀតទេយើងគិតតែពីរឿងដែលយើងគួរតែនិយាយឬក៏រឿងដែលយើងចង់និយាយនៅក្នុងខួរក្បាលយើងឯងកាលណាដែលយើងចេះសង្កេតឬក៏ផ្ដោតទៅលើអារម្មណ៍របស់យើងហើយយើងក៏អាចផ្ដោតទៅលើអារម្មណ៍របស់អ្នកដទៃបានដែរអានេះហើយជាហេតុដែលធ្វើឲ្យយើងយល់ពីពួកគេស៊ីជម្រៅស្គាល់ពីរសជាតិនៃជីវិតរបស់ពួកគេស្គាល់ពីទុក្ខលំបាករបស់ពួកគេនិយាយតាមត្រង់មនុស្សចូលចិត្តខ្ញុំច្រើនក៏ដោយសារតែ trait empathy នេះឯងមេរបស់ខ្ញុំបងប្អូនមិត្តភ័ក្តិកូនក្មួយសម្បីតែអ្នកទាំងអស់គ្នាតាមដានខ្ញុំមួយថ្ងៃនេះក៏ដោយសារតែមានអារម្មណ៍ថាមានមនោសញ្ចេតនាជាមួយនឹងខ្ញុំនេះឯងមានអារម្មណ៍ថាខ្ញុំយល់ចិត្តនេះឯងអញ្ចឹងសរុបមកវិញបើសួរថារស់នៅក្នុងពេលបច្ចុប្បន្នបានអីមកវិញចម្លើយនោះគឺជីវិតអ្នកទាំងអស់គ្នានឹងប្រសើរជាងមុនប្រសើរជាងការរស់នៅក្នុងខួរក្បាលគ្មានវិបដិសារីគ្មានការសពេចសពិលអត់សូវ stress ហើយក៏មានមេត្តាធម៌ឬក៏យល់ចិត្តយល់អារម្មណ៍មនុស្សជុំវិញខ្លួនច្រើនជាងមុនដែរហើយចង់សួរថាធ្វើម៉េចទើបយើងអាច practice mindfulness នេះបានតោះឥឡូវយើងទៅធ្វើការតាំងសមាធិផ្ដោតអារម្មណ៍ទៅលើរាងកាយយើង5នាទីទាំងអស់គ្នាដំបូងរកកន្លែងអង្គុយដែលស្ងប់ស្ងាត់តិចទៅរកកន្លែងណាដែលអ្នកទាំងអស់គ្នាអង្គុយហើយសនុកអត់រើចុះរើឡើងណាបន្ទាប់មកបិទភ្នែកក៏បានបើកភ្នែកប្រឹមក៏បានដែរព្យាយាមរក្សាខ្នងយើងឲ្យត្រង់បន្ទាប់ពីត្រៀមខ្លួនរួចរាល់ហើយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាដកដង្ហើមចូលយឺតតាមច្រមុះឲ្យវែងសម័យថាអ្នកទាំងអស់គ្នាកំពុងតែស្រូបយកខ្យល់បរិសុទ្ធចូលក្នុងខ្លួនដែលកំពុងតែជួសជុលរាងកាយរបស់យើងហើយដកដង្ហើមចេញវិញតាមមាត់សម័យថាអ្នកទាំងអស់គ្នាកំពុងតែរុញច្រានជាតិពុលក្នុងខ្លួនចេញទៅតាមដង្ហើមមួយនេះសូមអ្នកទាំងអស់គ្នាធ្វើវាឲ្យបាន3ដងដង្ហើមវែងកុំប្រញាប់ទៅណាធ្វើវាមួយ relaxing ដង្ហើមវែងក្រោយពីដកដង្ហើមវែង3ដងនេះហើយត្រឡប់មកដង្ហើមធម្មតាយើងវិញហើយដកដង្ហើមយឺតមួយតិចបន្ទាប់មកសាកផ្ដោតអារម្មណ៍យើងទៅលើរាងកាយរបស់យើងមើលអ្នកទាំងអស់គ្នាចាប់អារម្មណ៍ថាខ្លួនយើងកំពុងអង្គុយនេះប៉ះអីគេខ្លះសាច់របស់យើងមានប៉ះកៅអីឬក៏ជើងរបស់យើងប៉ះជាមួយនឹងការ៉ូមែនឬក៏ខ្យល់ពីកង្ហារនិងម៉ាស៊ីនត្រជាក់ប៉ះចំសាច់យើងអត់ទេមានអារម្មណ៍ថាត្រជាក់អត់ហើយខ្យល់ដែលប៉ះនឹងនៅត្រង់ចំណុចណាដៃរបស់យើងមែនស្មារបស់យើងមែនឬក៏ផ្ទៃមុខរបស់យើងមែនកុំព្យាយាមគិតពីវាមិនបាច់ប្រើប្រាស់សំឡេងក្នុងខួរក្បាលយើងដើម្បីនិយាយឆ្លើយឆ្លងគ្នាទេគ្រាន់តែយល់ពីអារម្មណ៍ហើយដឹងពីរសជាតិនៃខ្យល់ប៉ះមកលើរាងកាយយើងទៅបានហើយ Don't think about it just feel it បន្ទាប់មកទៀតសាកស្វែងរកមើលអារម្មណ៍ relax នៅក្នុងរាងកាយរបស់ពួកយើងមើល feel it សាករកមើលកន្លែងណានៃរាងកាយរបស់យើងដែលកំពុងតែមានអារម្មណ៍ថា relaxing នៅពេលនេះបែរជាជើងរបស់យើងកំពុងតែ relaxing ឬក៏ប្រហែលជាស្មារបស់យើងដែលមានអារម្មណ៍ថាពួកវាទទួលបាននូវការសម្រាក relaxing ជាងរាល់ដងមានអារម្មណ៍ថាធូរអត់តឹងសរសៃទេមានអារម្មណ៍ថាសរសៃរបស់យើងនេះវាធូរស្រាលស្បើយជាងមុនខ្លាំងមែនទែនវា relaxing មកដល់ត្រឹមចំណុចនេះអ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់អារម្មណ៍នៃការសម្រាកពិតប្រាកដ relaxing ហើយចងចាំវាយល់ពីវាថានៅពេលដែលយើងផ្ដោតអារម្មណ៍ទៅលើសតិអត់បានគិតអ្វីទាំងអស់ហើយផ្ដោតអារម្មណ៍តែទៅលើការដឹងពីរាងកាយរបស់យើងវានឹងធ្វើឲ្យអារម្មណ៍របស់យើងធូរបែបនេះវាដោយខួរក្បាលបានសម្រាកអញ្ចឹងហើយជាធម្មតាខួរក្បាលរបស់យើងអ្នកដែលមិនទម្លាប់ធ្វើវាប្រកាសជាភ្លេចខ្លួនហើយគិតពីនេះគិតពីនោះតែវាជារឿងធម្មតាទេ
បើដឹងថាខ្លួនឯងកំពុងតែបែកអារម្មណ៍គិតពីរឿងផ្សេងប្រមូលអារម្មណ៍ហើយបដោតទៅលើរាងកាយយើងវិញហើយបើពិបាកពេកអ្នកទាំងអស់គ្នាអាចមើលទៅលើដង្ហើមខ្លួនឯងក៏បានអ្នកកំពុងតែដកដង្ហើមចូលអ្នកកំពុងតែដកដង្ហើមចេញអ្នកអាចសម្រាកនៅក្នុងអារម្មណ៍នេះមួយភ្លេតខ្ញុំនឹងទុកកន្លែងស្ងប់ស្ងាត់នេះឲ្យអ្នកទាំងអស់គ្នាដើម្បីបដោតអារម្មណ៍អ្នកគួរតែអរគុណខ្លួនឯងដែលបានចំណាយពេលដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនឯងគូក្បាលរបស់អ្នកអរគុណអ្នកខ្លាំងណាស់ដែលបានចំណាយពេល5នាទីនេះរាងកាយរបស់អ្នកនឹងមានអារម្មណ៍ថាស្រាលជាងមុនពេលដែលបញ្ចប់នៅ mindfulness practice នេះខ្ញុំសូមឲ្យអ្នកអរគុណខ្លួនឯងស្រឡាញ់ខ្លួនឯងនិងទម្លាក់ចុះនៅបន្ទុកសម្ពាធទាំងអស់យើងនឹងដកដង្ហើមយឺតវែង3ដងទៀតដើម្បីបញ្ចប់នៅការសមាធិនេះអញ្ចឹងដង្ហើមចូលតាមច្រមុះចេញវិញតាមមាត់ម្ដងទៀតស្រូបយកខ្យល់បរិសុទ្ធទម្លាក់ចូលវិញនៅសម្ពាធដែលមាននៅក្នុងរាងកាយដង្ហើមចុងក្រោយដកឲ្យវែងកុំតន់បញ្ចេញវាទុកវាមួយភ្លេតអូខេបញ្ចេញមកអ្នកទាំងអស់គ្នាអាចសម្រួលឥរិយាបថបានអ្នកទាំងអស់គ្នាអាចបើកភ្នែកតិចពឹមមួយមើលបរិយាកាសជុំវិញខ្លួនយើងមើលវាធូរជាងមុនទេស្រស់ស្រាយជាងមុនទេរីករាយជាមួយនឹងអារម្មណ៍នេះទាំងអស់គ្នាសុខសប្បាយពីពួកយើងក្ររីចម្រើនគ្រប់ពេលអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នាក្នុងវីដេអូក្រោយទៀតបាយ